រុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកជួបយាយយើងនៅព្រឹកនេះដែរយាយយើងមានតម្រុយថ្មីសម្រាប់ពុកម៉ែបងប្អូនទស្សនានឹងមើលកំសាន្តលេងសម្រាប់ថ្ងៃទី26ខែ4 2026តម្រុយរបស់យាយគឺមានប៉ុណ្ណឹងហើយយាយក៏មានសុបិននិយាយជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តដូចគ្នាតែមុននឹងនិយាយសុបិនយាយក៏សូមពឹងពុកម៉ែបងប្អូនដែលជួយរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចជួយចុចពាក្យ like ជា subscribe ឬក៏នឹងឲ្យ channel ថ្មីយាយម្នាក់មួយផងមកណាដើម្បីទទួលបានវីដេអូក្រោយៗតែចឹងពុកម៉ែបងប្អូនចូលមកស្ដាប់សុបិនយាយយំមិញនេះយាយសុបិនឃើញថាអ៊ីម្នាក់ដែលនៅចិត្តផ្ទះយាយហ្នឹងគាត់លក់លេហើយស្រាប់តែគាត់ចាក់លេហ្នឹងឡើងមកកធុនសុទ្ធតែលេប៉សបងអូនហើយយាយហ្នឹងអត់មានលុយទិញគាត់ទេស្រាប់តែមានបានខ្លងមួយណាយកទៅលួចលេគេហ្នឹងបានមួយខ្លងយកដៃយាយហ្នឹងយកទៅច្បាមលេហ្នឹងមកបានមួយខ្លងកឡហ្នឹងរៀងមូលតប៉ែតែឃើញយាយលាក់គេកាន់លេហ្នឹងមកណាអត់ធំទេខ្លងយាយហ្នឹងប្រព័ន្ធខ្លងម្សៅលាបមុខហ្នឹងឯងឃើញទៅលួចលេគេបានមួយខ្លងនឹងឯងយកមកលាបដៃលាបជើងថាក្នុងសុបិនហ្នឹងថាលាបសនោះសលាបដៃលាបជើងថាស្រឡាញ់សាច់មុខខ្លួនឯងចឹងណាជាពិសេសលាបដៃឃើញដៃឡើងអាឡូបងអូនហ្នឹងហើយចឹងយាយក៏កាត់យក45ខ្សែគុត75 78 7គុត5ខ្សែគុត7ខ្សែ5 8ខ្សែ5អូសខ្សែនិងអូស7ចឹងពុកម៉ែបងអូនចេះកាត់លេខអីក៏យកតាមហ្នឹងទៅណាចាហើយក៏ជូនពរហេងស្នាងល្អដល់អ្នកគ្នាចឹងវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ